សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងធ្វើការសិក្សាទៅលើលំហាត់អនុវត្តរបស់ចរន្តអញ្ចឹងនេះគឺជាលំហាត់អនុវត្តទី1របស់ចរន្តសូមអានរបៀបធ្វើជាមួយនឹងខ្ញុំ C1 Complete the blank with gerund form of the verb in the box បានន័យថាអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើគឺអ្នកទាំងអស់គ្នាត្រូវយកកិរិយាសព្ទដែលមាននៅក្នុងប្រអប់នេះយកមកបំពេញនៅក្នុងប្រឡោះនៅក្នុង sentence នីមួយៗពីទី1ដល់ទី8ដោយប្រើប្រាស់ទម្រង់របស់ចរន្តអូខេដោយទម្រង់របស់ចរន្តខ្ញុំសូមរំលឹកបន្តិចបើសិនជាទម្រង់ស្របឬក៏ទម្រង់ positive គឺយើងប្រើ infinitive បូកជាមួយនឹង ing ហើយប្រសិនបើជាទម្រង់បដិសេធយើងថែម not យើងបូក infinitive ដដែលហើយទើបយើងបូកជាមួយនឹង ingអូខេអញ្ចឹងខ្ញុំសូមធ្វើឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើលមួយសិនទី1 She enjoys បន្ទាប់មកយើងមាន blank movie with her friends អញ្ចឹងពាក្យដែលអ្នកទាំងអស់គ្នាត្រូវមើលគឺអ្នកទាំងអស់គ្នាត្រូវមើលពាក្យថា movie នេះ movie បានន័យថាម៉េច movie បានន័យថាកុនត្រូវទេអញ្ចឹងនៅក្នុងកិរិយាសព្ទទាំងអស់នេះដែលមាននៅក្នុងប្រអប់នេះតើកិរិយាសព្ទមួយណាដែលត្រូវជាមួយនឹងពាក្យថា movie ដែលមានន័យថាកុននេះគឺកិរិយាសព្ទ watch ត្រូវទេពីព្រោះ normally យើងនិយាយថា watch movie តែដោយសារតែយើងបានរៀនហើយគឺពាក្យ enjoy នេះគឺជាកិរិយាសព្ទមួយដែលឈរនៅពីមុខចរន្តអញ្ចឹងនៅពេលដែលយើងយកពាក្យ watch មកបំពេញយើងត្រូវតែប្រើវាទៅជាទម្រង់ចរន្តអញ្ចឹងយើងប្រើ watching អូខេនេះគឺជាចម្លើយអញ្ចឹងខ្ញុំឲ្យពេលអ្នកទាំងអស់គ្នាចំនួន8នាទីនៅក្នុងការធ្វើលំហាត់នេះពីទី2ដល់ទី8សូមអ្នកទាំងអស់គ្នាស្កប់វីដេអូដោយខ្លួនឯងអូខេពេលនេះរយៈពេល8នាទីបានកន្លងផុតទៅហើយអញ្ចឹងសូមមកមើលចម្លើយជាមួយនឹងខ្ញុំយើងចូលមកដល់ sentence ទី2 He gave up យើងមាន blank a long time ago អញ្ចឹងធម្មតាតើ gave up ធ្វើឲ្យគេយើងមើលទៅលើកិរិយាសព្ទទាំងអស់នេះកិរិយាសព្ទដែលត្រឹមត្រូវជាមួយនឹងកន្លែងនេះគឺ smoking នៅពេលដែលយើងប្រើគឺយើងត្រូវប្រើថា smoking ពីព្រោះថាពាក្យថា gave up នេះគឺជាកិរិយាសព្ទដែលឈរនៅពីមុខចរន្តអញ្ចឹងនៅពេលដែលយើងយកកិរិយាសព្ទ smoke យកមកបំពេញគឺយើងត្រូវតែថែម ing អូខេអញ្ចឹងទៅជា smoking ហេតុអីបានបាត់ e កន្លែងនេះដោយសារតែយើងបានរៀនហើយករណីលើកលែងនៅពេលដែលកិរិយាសព្ទបញ្ចប់ដោយអក្សរ e យើងត្រូវលុប e ចោលហើយថែម ing អូខេអញ្ចឹងសូមមើលទៅលើប្រយោគទី3 I have just finished យើងមាន blank up my room អញ្ចឹងតាក់ទងអំពីបន្ទប់អញ្ចឹងអ្នកទាំងអស់គ្នាបញ្ចប់ធ្វើឲ្យគេនៅក្នុងបន្ទប់បើសិនជាមើលទៅកិរិយាសព្ទទាំងអស់នេះពាក្យ work យើងប្រើហើយពាក្យ smoke យើងប្រើហើយអញ្ចឹងនៅសល់តែ go do have eat clean ជាមួយនឹង steal អញ្ចឹងកិរិយាសព្ទដែលត្រូវកន្លែងនេះគឺកិរិយាសព្ទ clean អញ្ចឹងបានន័យថានៅពេលដែលយើងយកមកបំពេញយើងត្រូវតែប្រើវាជាទម្រង់ចរន្តដោយសារតែពាក្យ finish នេះឈរនៅពីមុខចរន្តអញ្ចឹងវាទៅជា cleaning sentence ហ្នឹងគឺ I have just finished cleaning my room cleaning up my room បានន័យថាខ្ញុំទៅតែបញ្ចប់ការបោសសម្អាតនៅក្នុងបន្ទប់របស់ខ្ញុំអញ្ចឹងសូមចូលមកមើល sentence ទី4 Tommy avoid បន្ទាប់មកយើងមាន blank ហើយយើងមានពាក្យថា homework តើគាត់ avoid ធ្វើអីគេអញ្ចឹងសូមមកមើល verb ដែលយើងនៅសល់មាន avoid go ត្រូវជាមួយនឹងពាក្យ homework ដែរឬទេអត់ត្រូវទេគេមិនដែលប្រើពាក្យថា go homework ទេត្រូវទេចុះ do homework ត្រូវដែរឬក៏អត់ត្រូវអញ្ចឹងបានន័យថាកន្លែងនេះគឺកិរិយាសព្ទដែលត្រឹមត្រូវគឺយើងត្រូវប្រើកិរិយាសព្ទ do តែដោយសារតែជាពាក្យ avoid នេះគឺជាកិរិយាសព្ទមួយដែលនៅពីមុខចរន្តអញ្ចឹងយើងត្រូវតែបំលែង do នេះឲ្យទៅជាទម្រង់ចរន្តអញ្ចឹងវាទៅជា doing អញ្ចឹង Tommy avoid doing homework អូខេអញ្ចឹងសូមមកមើល sentence ទី5វិញម្ដង The thief denies បន្ទាប់មកយើងមាន blank the bag from the old lady អញ្ចឹងពាក្យកន្លឹះសំខាន់ហ្នឹងគឺពាក្យថា thief ជាមួយនឹង bag នេះអញ្ចឹងធម្មតាចោរគឺធ្វើឲ្យគេទៅលើកាបូប
ចោលគឺលួចកាបូបត្រូវឯងពីព្រោះថាតើតាវាលួចបានយើងហៅវាថាចោលអញ្ចឹងបានន័យថាកន្លែងនេះកិរិយាសព្ទដែលត្រឹមត្រូវគឺយកមកប្រើគឺយើងយកកិរិយាសព្ទ steal អញ្ចឹងដោយសារតែពាក្យ deny នេះគឺជាកិរិយាសព្ទមួយដែលឈរនៅពីមុខចរន្តអញ្ចឹងយើងត្រូវតែបំលែង steal នេះឲ្យទៅជាទម្រង់ចរន្តអញ្ចឹងវាទៅជា stealing អូខេសូមចូលមកមើលsentence ទី6អញ្ចឹងពាក្យដែលយើងប្រើអស់យើងប្រើពាក្យdo ហើយ smoke clean steal ជាមួយនឹង watch យើងនៅសល់តែ3ពាក្យទៀតនោះទេអញ្ចឹង sentence ទី6 My mom stopped me from blank ice cream yesterday អញ្ចឹងពាក្យកន្លឹះគឺពាក្យថា ice cream អញ្ចឹងតាមមើលតើកិរិយាសព្ទទាំង3ហ្នឹងមួយណាត្រូវគ្នាជាមួយនឹងពាក្យថា ice cream Go ice cream ការ៉េអ្នកទាំងអស់គ្នាអត់កើតទេ Have ice cream ការ៉េដូចជាស្ដាប់ទៅមិនត្រូវ Eat ice cream ត្រូវអត់គឺត្រូវប៉ុន្តែដោយសារតែពាក្យថា eat នេះគឺយើងប្រើនៅពីក្រោយ from នេះគឺជាអីអ្នកទាំងអស់គ្នា from នេះគឺជា preposition អញ្ចឹងនៅពេលដែលយើងយកកិរិយាសព្ទ eat យកមកដាក់កន្លែងនេះគឺយើងត្រូវតែបំលែងវាឲ្យទៅជាទម្រង់ចរន្តពីព្រោះយើងដឹងហើយថាពីក្រោយ preposition យើងប្រើចរន្តអញ្ចឹងកន្លែងហ្នឹងទៅជា eating អូខេសូមចូលមកមើល sentence ទី7 I don't mind blank you with your homework អញ្ចឹងកន្លែងនេះកិរិយាសព្ទដែលយកមកបំពេញមានតែ2ទេគឺមានពាក្យថា go ជាមួយនឹងមានពាក្យថា have ហើយពាក្យកន្លឹះនៅក្នុង sentence នេះគឺពាក្យថា homework អញ្ចឹងយើងឲ្យជាមួយនឹងពាក្យ you នេះក៏អាចជាពាក្យកន្លឹះបានដែរអញ្ចឹងអ្នកទាំងអស់គ្នាជំនួសមើលថាតើកិរិយាសព្ទ2ហ្នឹងមួយណាស្ដាប់ទៅមានន័យជាង I don't mind go you with your homework មើលទៅដូចជាមិនសូវត្រូវទេត្រូវទេអញ្ចឹងសាកដាក់ពាក្យ have ម្ដង I don't mind help you with your homework អញ្ចឹង help នេះគឺវាត្រូវហើយពីព្រោះថាយើងខ្ញុំជួយអ្នកជាមួយនឹង homework របស់អ្នកប៉ុន្តែមើលយើងអាចប្រើថា I don't mind help you with your homework កើតដែរឬទេអត់កើតទេពីព្រោះយើងដឹងហើយថានៅពីក្រោយពាក្យ mind គឺយើងប្រើជាមួយអីគេអ្នកទាំងអស់គ្នាគឺយើងប្រើជាមួយនឹងចរន្តអញ្ចឹងយើងមិនអាចនិយាយថា I don't mind help you with your homework នោះទេយើងនិយាយថា I don't mind helping you with your homework អញ្ចឹងកន្លែងហ្នឹងវាទៅជា helping អូខេអញ្ចឹងសូមមកមើល sentence ទី8អញ្ចឹងយើងប្រើពាក្យ have ហើយណា You should eat before blank to work otherwise you will be hungry អញ្ចឹងកិរិយាសព្ទនៅសល់តែមួយទៀតទេគឺ go អញ្ចឹងកន្លែងហ្នឹងគឺយើងប្រើកិរិយាសព្ទ go ប៉ុន្តែដោយសារតែយើងឃើញថានៅពីមុខ go មានពាក្យថា before គឺជាអ្វីដែរអ្នកទាំងអស់គ្នា before កន្លែងនេះគឺដើរតួជា preposition អញ្ចឹងពីក្រោយ preposition យើងដឹងហើយគឺគេប្រើចរន្តត្រូវទេអញ្ចឹងយើងត្រូវប្រើ go នេះជាមួយនឹងទម្រង់ចរន្តអញ្ចឹងយើងទៅសេទៅជា going អញ្ចឹង sentence ហ្នឹង you should eat before going to work otherwise you will be hungry អូខេអញ្ចឹងនេះគឺជាចម្លើយរបស់ exercise ទី1នៃលំហាត់របស់ចរន្តយើងអញ្ចឹងសូមចូលទៅមើល exercise ទី2វិញម្ដងខ្ញុំសូមធ្វើការអានពីរបៀបនៃការធ្វើ Use one of the prepositions in the box and the verb in the bracket to complete each blank អញ្ចឹងបានន័យថាអ្នកទាំងអស់គ្នាត្រូវយក preposition នៅក្នុងប្រអប់ទាំងអស់នេះយកទៅប្រើប្រាស់ដើម្បីបំពេញកឡោនទាំងអស់នេះហើយបន្ទាប់ពី preposition នឹងហើយគឺយើងមានពាក្យនៅពីក្នុងរង្វង់កញ្ចក់នេះដើម្បីឲ្យអ្នកទាំងអស់គ្នាបំពេញថែមទៀតផងអញ្ចឹងសូមមកមើលឧទាហរណ៍ទី1តែម្ដងដើម្បីឲ្យស្រួលយល់ We talk គេមាន blank to comport for our holiday អញ្ចឹងយើងដឹងហើយថាក្នុង blank ទាំងពីរហ្នឹងទី1យើងត្រូវប្រើ preposition ហើយមួយទៀតគឺយើងប្រើពាក្យដែលនៅពីក្នុងរង្វង់កញ្ចក់អញ្ចឹងនៅកន្លែងនេះយើងមានពាក្យថា we talk អញ្ចឹងធម្មតាគេនិយាយគឺ talk about something ត្រូវទេ or talk about doing something អញ្ចឹងកន្លែងហ្នឹងគឺយើងប្រើ preposition about អញ្ចឹងយើងឈរ about យើងទៅសេអញ្ចឹងហើយយើងដឹងហើយថានៅពីក្រោយ
preposition បន្ទាប់មកយើងត្រូវប្រើយកកិរិយាសព្ទនៅក្នុងរង្វង់កញ្ចក់យកមកប្រើប៉ុន្តែដោយសារតែយើងដឹងថានៅពីក្រោយ preposition គឺយើងប្រើgerund អញ្ចឹងយើងត្រូវតែយកពាក្យនៅក្នុងរង្វង់កញ្ចក់នេះបំលែងវាឲ្យទៅជា gerund អញ្ចឹងឧទាហរណ៍ថា go វាទៅជា going អូខេយើងថែម ing អញ្ចឹងនេះគឺជាចម្លើយ we talk about going to Kampot for our holiday យើងនិយាយគ្នាថាអំពីការទៅកពតឬយើងនិយាយគ្នាថានឹងទៅកពតសម្រាប់ holiday របស់យើងអញ្ចឹងខ្ញុំទុកពេលឲ្យអ្នកទាំងអស់គ្នាចំនួន8នាទីនៅក្នុងការធ្វើលំហាត់នេះសូមអ្នកទាំងអស់គ្នាស្កប់វីដេអូដោយខ្លួនឯងអូខេពេលនេះរយៈពេល8នាទីបានកន្លងផុតទៅហើយសូមអ្នកទាំងអស់គ្នាចូលមកធ្វើការកែចម្លើយជាមួយនឹងនាងខ្ញុំយើងចូលមកមើលប្រយោគទី2ដែលយើងមានទី1ចេញមកមុនដំបូងគេគឺយើងមាន blank តែម្ដងមាន blank បន្ទាប់មកយើងមានពាក្យ open នៅក្នុងរង្វង់កញ្ចក់ហើយ the door I slowly walk into the house with my mom អញ្ចឹងកន្លែងនេះអ្វីដែលយើងអាចទាញ clue យកមកបានគឺ walk into the house អញ្ចឹងធម្មតាមុននឹងយើងចូលទៅក្នុងផ្ទះយើងធ្វើអីគេសកម្មភាពមុនហ្នឹងគឺយើងត្រូវបើកទ្វារសិនត្រូវឯងបើកទ្វារហើយបានដើរចូលទៅអញ្ចឹងកន្លែងនេះគេនិយាយថាគេដើរចូលទៅអញ្ចឹងយើងត្រូវបញ្ជាក់ថាតើតែគេបើកទ្វារហើយបានគេអាចចូលទៅបានអញ្ចឹងកន្លែងហ្នឹងគឺpreposition ដែលត្រឹមត្រូវគឺ after ហើយដោយសារតែយើងដឹងហើយថាពីក្រោយ preposition គឺយើងប្រើgerund អញ្ចឹងយើងត្រូវយកពាក្យនៅក្នុងវងកញ្ចក់នេះបំលែងវាទៅជាgerund អញ្ចឹង open វាទៅជា opening អញ្ចឹងកន្លែងហ្នឹងគឺ after opening the door I slowly walk into the house with my mom អញ្ចឹងបន្ទាប់ពីបើកទ្វារខ្ញុំដើរចូលទៅក្នុងផ្ទះយឺតជាមួយនឹងម៉ាក់របស់ខ្ញុំអូខេអញ្ចឹងសូមមើលមកប្រយោគទី3យើងមានពាក្យ Are you interested blank blank ជួយនៅក្នុងរង្វង់កញ្ចក់ our debate club អញ្ចឹងកន្លែងហ្នឹងគឺយើងមានពាក្យថា interested អញ្ចឹងធម្មតាយើងនិយាយថា I am interested in something ត្រូវទេ or I am interested in doing something អញ្ចឹង interested preposition ដែលត្រូវជាមួយនឹងinterested គឺ interested in អញ្ចឹងយើងសរសេរពាក្យ in មកបន្ទាប់ពី preposition យើងដឹងហើយគឺយើងប្រើអីគេគឺយើងប្រើ gerund អញ្ចឹងកន្លែងនេះគឺយើងមាន verb join អញ្ចឹងយើងបំលែងវាទៅជា gerund មកវាទៅជា joining អូខេអញ្ចឹង Are you interested in joining our debate club អូខេសូមចូលមកមើលប្រយោគទី4ម្ដង She is very good blank blank ខ្មែរ food អញ្ចឹងធម្មតាកន្លែងនេះគឺយើងមានពាក្យថា good អញ្ចឹងទម្រង់គេនិយាយថា I am good at something or I am good at doing something អញ្ចឹង preposition ដែលត្រឹមត្រូវគឺ at ហើយពីក្រោយ preposition គឺយើងត្រូវប្រើ gerund អញ្ចឹងបំលែង cook ឲ្យទៅជា gerund មើលគឺទៅជា cooking ចូលមកដល់ទី5 She is tired បន្ទាប់មកយើងមាន blank blank argue with her brother អញ្ចឹងយើងមានពាក្យថា tired អញ្ចឹងធម្មតាគឺនិយាយថា tired of something or tired of doing something អញ្ចឹងកន្លែងហ្នឹងពាក្យដែលត្រូវជាមួយនឹងសំដៅ preposition ដែលត្រូវជាមួយនឹងពាក្យ tired ហ្នឹងគឺ of អញ្ចឹង of អីគេ of arguing ពីព្រោះថាយើងដឹងហើយថាក្រោយ preposition គេប្រើ gerund ប៉ុន្តែអ្នកទាំងអស់គ្នាបានដឹងហើយថានៅពីក្រោយប្រសិនបើសិនជាពាក្យនឹងវាបញ្ចប់ដោយអក្សរ e គឺយើងត្រូវលុប e ចោលហើយបន្ថែម ing ត្រូវទេអញ្ចឹងទៅជា arguing បែបនេះអញ្ចឹងសូមចូលមកដល់ sentence ទី6វិញម្ដង I congratulated Kim បន្ទាប់មក blank blank get ហើយ a grade A in her exam អញ្ចឹងពាក្យថា congratulate you congratulate somebody on something អូខេអញ្ចឹងកន្លែងហ្នឹងគឺយើងប្រើថា I congratulate Kim ហើយពាក្យដែលត្រូវជាមួយនឹង congratulate គឺ preposition ឯគេគឺ on អញ្ចឹងបន្ទាប់ពី on ដែលជា preposition យើងត្រូវប្រើ gerund អញ្ចឹង get នេះទៅជា getting
ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវដឹងថាពាក្យថា get នេះគឺជាកិរិយាសព្ទមួយដែលផ្ដើមដោយគេ G នេះគឺជាព្យញ្ជនៈ E នេះគឺជាស្រៈហើយ T នេះគឺជាព្យញ្ជនៈអញ្ចឹងយើងត្រូវតែ double the final consonant យើងទៅជា double T ហើយបាន ing តាមក្រោយអូខេអញ្ចឹងសូមចូលមកមើល item ទី7វិញម្ដង That was so rude he left the class blank blank telling his teacher អញ្ចឹងកន្លែងហ្នឹងគឺគេថាពិតជាឆ្លើយមែនតើគាត់ចាក់ចេញពីថ្នាក់ហើយគេមាន blank blank តាក់ទងជាមួយនឹងគ្រូអញ្ចឹងអាកប្បកិរិយាអីដែលចាត់ទុកថាឆ្លើយសម្រាប់គ្រូគឺកន្លែងហ្នឹងគឺគាត់ចេញក្រៅថ្នាក់អញ្ចឹងចេញក្រៅថ្នាក់របៀបម៉េចបានគេចាត់ទុកថាឆ្លើយគឺចេញក្រៅថ្នាក់ដល់អត់ប្រាប់គ្រូត្រូវទេអញ្ចឹងកន្លែងហ្នឹង he left the class preposition ដែលត្រឹមត្រូវគឺយើងត្រូវប្រើពាក្យថា without អូខេយើងប្រើពាក្យថា without អញ្ចឹង without អីគេដោយសារតែ tell កន្លែងនេះគឺយើងត្រូវប្រើជាចរន្តដោយសារតែវានៅពីក្រោយ preposition without អញ្ចឹងកន្លែងហ្នឹងគេថាទៅជា telling so he left the class without telling his teacher ចុងក្រោយគេបំផុតគឺទី8យើងមានពាក្យថា the night is used blank blank cut meat អញ្ចឹងសូមចូលទៅមើល preposition ដែលនៅសល់យើងប្រើ about ហើយនៅហើយយើងប្រើ of ហើយយើងប្រើ in ហើយយើងប្រើ on ហើយទៀតយើងប្រើ at ហើយយើងប្រើ without ហើយទៀតអញ្ចឹងបានន័យថាចុងក្រោយគេបំផុត preposition ដែលនៅសល់គឺពាក្យថា for អញ្ចឹងបានន័យថាទី8នេះគឺយើងប្រើ preposition for បន្ទាប់មកយើងដឹងហើយថានៅពីក្រោយ preposition យើងប្រើជាចរន្តអញ្ចឹង for អីគេ for cutting ប៉ុន្តែពាក្យថា cut នេះគឺយើងដឹងហើយថា C នេះគឺជាព្យញ្ជនៈ U នេះគឺជាស្រៈហើយ T នេះគឺជាព្យញ្ជនៈអញ្ចឹងយើងត្រូវតែបន្ថែមព្យញ្ជនៈមួយចុងក្រោយគេបង្អស់នឹងមួយទៀតសិនហើយបានយើងដាក់ ing អញ្ចឹងទៅជា cutting បែបនេះអូខេអញ្ចឹងន័យគឺ the knife is used for cutting the meat អូខេអញ្ចឹងនេះគឺជាចម្លើយរបស់លំហាត់ទី2នៃលំហាត់អនុវត្តរបស់ចរន្តអញ្ចឹងនេះគឺជាចុងបញ្ចប់នៃវីដេអូនេះហើយសូមអរគុណអ្នកទាំងអស់គ្នានៃការយកចិត្តទុកដាក់